ខ្ញុំប្រកាសណាធម្មភាភិក្ខុសុសង្ឃវតោវត្តពិសិដ្ឋសូមនមស្ការព្រះថេរានថេរៈគ្រប់ព្រះអង្គសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទនៅក្នុងប្រទេសក្រៅប្រទេសសូមចម្រើនពរថ្ងៃនេះជាថ្ងៃអាទិត្យចឹងខ្ញុំប្រកាសណាសូមលើកឡើងអំពីការយល់សពមាន5យ៉ាងពរទី1យើងបរិភោគអាហារច្រើនពេកធ្វើឲ្យបណ្ដាលឲ្យយើងយល់សពអ្នកខ្លះក៏យល់សពល្អអ្នកខ្លះក៏យល់សពអាក្រក់ដែលយើងហូបអាហារដែលវាឆ្អែតហួសឬក៏តិចពេកបានកាពះរបស់យើងធ្វើការបានគ្រប់គ្រាន់ឬក៏វាច្រើនពេកវាពេញលក្ខណៈហ្នឹងធ្វើឲ្យយើងមានការយល់សពអញ្ចឹងទី2កើតពីរឿងអារម្មណ៍ល្អអាក្រក់ពេលខ្លះអារម្មណ៍របស់យើងគិតល្អផងអាក្រក់ផងទៅធ្វើឲ្យយើងឃើញអ្វីដែលយើងបានគិតទី3កើតពីរោគប្រមាថហ្នឹងហើយបងប្អូនរោគប្រមាថក៏ក្រើកបងហ្នឹងជាពេលខ្លះរោគរបស់យើងតែងតែកើតមាននៅក្នុងខ្លួនរបស់យើងមិនថាតាក់ទងជាមួយនឹងសរីរៈរាងកាយរបស់យើងនៅខាងក្នុងនឹងថាវាកើតមានបញ្ហារឿងអីមួយតាក់ទងជាមួយឈាមក្តីប្រមាត់សូត្របេះដូងក្តីហ្នឹងគឺវាអាចបណ្ដាលឲ្យទាំងហ្នឹងវាអាចមានតែនៅក្នុងច្បួនគេដាក់ថាប្រមាថកើតរោគប្រមាថក៏ក្រើកទី4ពាក្យកណ្ដាលអាត្រៀតពូកអមនុស្សប្រញាក់ហ្នឹងពូកអមនុស្សដែលឆ្លងកាត់ដែលរស់ស៊ីដែលទៅឃើញយើងសម្រាកទៅធ្វើឲ្យអាចថាប៉ះផ្លូវគេដើរមកចំទៅគេពញាក់អញ្ចឹងទៅហ្នឹងក៏ជារឿងមួយដែលវាកើតមានតែវាមិនប្រកបនៅក្នុងវិទ្យាសាស្ត្រជាក់លាក់ថានឹងវាជាពិតប្រកបអញ្ចឹងមែនយើងក៏ត្រូវតែសិក្សាស្រាវជ្រាវបន្ថែមទៀតអញ្ចឹងទី5ពពនិមិត្តគឺកម្មផលរបស់យើងធ្វើឲ្យយល់សពនឹងបងប្អូនខ្លះក៏យល់សពល្អទៅបងប្អូនខ្លះក៏យល់សពអាក្រក់ភាគច្រើនបើសិនជាយើងសង្កេតខ្លួនយើងផ្ទាល់ក៏វាអាចមានថាតើយល់សពបែបហ្នឹងវាមានន័យយ៉ាងណាអញ្ចឹងយើងអាចដឹងមុនបានដែរនៅក្នុងយល់សពតែយើងត្រូវចំណាំថាតើយល់សពអញ្ចឹងមានហេតុការណ៍អីកើតឡើងបន្តពីនឹងទៅហើយកន្លងផុតមកក៏ដោយឬក៏មិនទាន់មកដល់ក៏ដោយហ្នឹងអាហ្នឹងយើងអាចសង្កេតមើលអញ្ចឹងបានតាមដានអញ្ចឹងទៅធ្វើឲ្យយើងដឹងបាននៃការយល់សពរបស់យើងហ្នឹងហើយសូមមកបកស្រាយខ្លីៗហ្នឹងសូមឲ្យបងប្អូនញាតិញោមជួយ like ជួយ share ដើម្បីបានជាប្រយោជន៍ចែករំលែកដល់គ្នាផងដែលមិនបានឃើញក៏ឲ្យបានឃើញគ្រប់គ្នាដែលមិនបានដឹងឲ្យបានដឹងគ្រប់គ្នាហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែររួចផុតពីរបបដឹកនាំ
ដោយតកូលហ៊ុនហើយក៏ដឹកនាំដោយផ្ដាច់ការសូមឲ្យរួចផុតហើយសូមបានសេចក្តីសុខសេចក្តីចម្រើនគ្រប់គ្នាពោសូមចម្រើនពរ